chắc đó mỗi đó vẹn che hề tờ lấy nhân đạo che nên mà đó là bay đi cái lỗ che hề tật ôi lên tầng ôiជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកវិញមកកាន់វីដេអូជិះម៉ូតូពីវីដេអូមុនមកប្រហែលជាខ្ទង់ចិត្តមួយខែហើយសម្រាប់វីដេអូថ្ងៃនេះគឺយើងមានដំណើរចេញទៅ2ខេត្តគម្រោងនេះដូចជា plan ប្រហែលយើងយូរគួរសមដែរបាទតម្រាំតរពេលវេលាជុំគ្នាបានtrip យើងសម្រាប់វីដេអូថ្ងៃនេះដោយចំណងជើងអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺយើងនឹងធ្វើដំណើរជុំវិញមិនជុំវិញទេ2ខេត្តចេញពីភ្នំពេញទៅកាន់ខេត្តបាត់ដំបងបន្ទាប់មកទៅសៀមរាបបន្ទាប់មកវិលត្រឡប់មកភ្នំពេញវិញហើយសម្រាប់ trip លើកនេះគឺចំណងជើងប្រហែលជាអាចស្ពយបន្តិចហើយអាចធ្វើអ្នកទាំងអស់គ្នាដឹងថាមានអីខ្លះនៅក្នុងហ្នឹងហើយសង្ឃឹមថាវីដេអូនេះមិនវែងពេកចុះពួកខ្ញុំខ្ជិលកាត់ឲ្យវាចេញជាច្រើនបំណែក1ទៅ2ទៅ3អញ្ចឹងទៅខ្ញុំចង់ឲ្យវាទៅជាវីដេអូតែមួយស្រួលឲ្យអ្នកទាំងអស់គ្នាមើលថតវីដេអូហើយនេះគេថាញ៉ែ stick Hello ខ្ញុំផងណាគឺខ្ញុំខ្សែបង DS ហ្មងពេញចិត្តគាត់តាំងពីក្មេងរហូតដល់ឥឡូវអាយុ9 10ឆ្នាំគាត់នៅតែគ្រប់គ្រងវិស័យចាំមែនចឹងកន្លែងនេះយើងចេញដំណើរទៅហើយ sticker អ្នកនរនេះឃើញ sticker មិញហ្នឹងគឺបាន print មកហើយបានចែកអ្នកនៅខេត្តដែលបានជួបគាត់បាទមានប្រិយមិត្តគាត់មកដល់គាត់ស្គាល់គាត់អីចឹងទៅខ្ញុំចែកបានខ្លះហើយបើសិនជាចង់បាន sticker ហ្នឹងខ្ញុំទុកនៅសៀមរាបគឺទុកនៅ Hunter បើអ្នកនរគ្នាស្គាល់អាហ្នឹងសម្រាប់អ្នកស្គាល់អាចទៅយកនៅផ្ទះគាត់បានខ្ញុំឲ្យគាត់ឡើងមកដុំ2ដុំសម្រាប់ឲ្យគាត់ទុកឲ្យអ្នកសៀមរាបអញ្ចឹងតោះយើងចាប់ដើមចឹងយើងធ្វើដំណើរចេញពីព្រឹកព្រលឹមទៅខ្ទង់ម៉ោង3ម៉ោង4ព្រឹកនេះឯងទិសដៅដំបូងយើងគឺយើងចេញពីភ្នំពេញទៅកាន់ក្រុងបាត់ដំបងហើយសម្រាប់ខេត្តបាត់ដំបងជាក់ស្ដែងសម្រាប់ខ្ញុំគឺខ្ញុំខានទៅរាប់ឆ្នាំហើយអ្នកទាំងអស់គ្នាខ្ញុំអត់ដែរបានទៅលេងមានការងារអីនៅក្នុងទេគឺអត់មានទាំងអស់ជីកាត់ក៏មិនដែរចូលក៏មិនដែរអញ្ចឹងឥឡូវនេះគឺខ្ញុំបានការ reunite ណាពីអង់គ្លេសបានទៅខេត្តនឹងវិញហើយជាក់ស្ដែងសម្រាប់ខេត្តបាត់ដំបងឧទាមានជ័យហ្នឹងគឺខ្សែស្រឡាយសាច់ឈាមខ្ញុំដែរបើហ្នឹងបើនិយាយទៅណាគ្រាន់តែយើងវាមកនៅភ្នំពេញហើយយើងវាបានទៅមានពូមានមីងអីនៅក្នុងដែរអញ្ចឹងណាតែលើកនេះគឺហៅថាបានចូលទៅស្រុកបាត់ដំបងវិញហើយសម្រាប់ជើងនេះគ្នាយើងគឺមានមិត្តភ័ក្តិម្នាក់គាត់បានដូងម៉ូតូហើយគាត់ឡើងទៅគេហៅថា adventure គាត់ជិះហាក់លៃគាត់ចង់ដូររសជាតិបាទឡើងទៅ ATV មិនប្រហែលជាអ្នកទីឃើញប្លង់ខ្ញុំថតជាប់បន្តិចហ្នឹងអញ្ចឹងគម្រោងយើងក្រោយៗវាអាចជិះបានឆ្ងាយខ្លាំងជុំគ្នាដោយសារម្នាក់គាត់គេហៅថាបំលាស់ទីណាបាទផ្លាស់ប្ដូរចិត្តហើយបាទតាំងពីជិះមួយខ្ញុំមួយរយៈមកមួយបាទគាត់ចង់ស្គាល់រសជាតិ adventure វិញដោយសារវាជិះផ្លូវឆ្ងាយស្រួលសម្រាប់រៀងម៉ូតូ adventure មិនសម្រាប់ទាំងអស់គ្នាហ្មងនេះពួកខ្ញុំគិតថាប្រុសៗគ្នាយើងអ្នកខ្លះគាត់ស្រឡាញ់របៀប sport ដេកក្រាបទៅអ្នកខ្លះគាត់ស្រឡាញ់ហាក់លៃអញ្ចឹងណាគាត់អាសានេះមកគឺយើងមកហាក់លៃតែមួយទេក្រៅពីហ្នឹងគឺ adventure ហើយនឹងមាន trial មួយដែរចា៎នេះយើងមកដល់ពោធិ៍សាត់យើងចូលញ៉ាំអាហារពេលព្រឹកនៅនេះសិនហើយអាប់ដេតពីវីដេអូមុនមកដល់វីដេអូនេះខ្ញុំនិយាយមែនវីដេអូនេះtrip លើកនេះខ្ញុំចេញធ្វើដំណើរគឺគេអត់លក់ទេ
จะថារឿងជីម៉ូតូប្រុសប្រុសនេះអាជុំគ្នានេះមួយនេះបលំឡើងគឺបាទមិនដែលគេងឆ្អែតឬក៏គេងគ្រប់អីទេចឹងមួយមានតែរកទឹករកកាហ្វេរកថ្នាំរកអីចឹងឯងតែជើងនេះខ្ញុំរៀងគ្រាន់បើជើងមុនរៀងអត់សូវស្រួលពោះតែជើងនេះចេញមកភ្នែកអត់សូវស្រឡោះបោះអត់សូវស្រស់បោះភ្នែកបើកមិនរួចមែនប៉ុន្តែអារម្មណ៍យើងល្អគួរសមតែទទួលយកបានហើយមួយទៀតម៉ូតូគឺតាំងពីដូរចង្វាក់មួយញងមកគឺអត់សូវធ្វើទុកខ្ញុំទេខ្ញុំរៀងស្រួលខ្លួនច្រើនជាងមុនអញ្ចឹងបន្ទាប់ពីយើងចេញដំណើរពីហូបកាទៀវបាយកាហ្វេពេលព្រឹកហ្នឹងគឺយើងចេញមកបានបន្តិចកន្លែងនេះខ្ញុំចង់ឲ្យអ្នកនេះចំណាំទុកកន្លែងនេះគឺពួកគាត់មានគ្នាយើងម្នាក់គាត់ឈប់បាទគាត់ឈប់បាត់ជើងតូចហើយអ្វីដែលគាត់មិនបានធ្វើគឺគាត់អត់ប្រឡប់កាច់សោ Harley Davidson ហ្នឹង Harley Davidson Harley Davidson ខ្ញុំប្រណៅនៅត្រូវខ្មោចខុសគាត់ចូលបាត់ជើងទូចទៅគាត់អត់បានកាច់សោកន្លែងប្លង់មិញណាអញ្ចឹងហេតុនៃបញ្ហាសម្រាប់វីដេអូនេះគឺចេញពីនឹងទៅឯងគឺគាត់អត់បានកាច់សោបិទដើម្បីសំចៃភ្លើងហើយអ្នកទាំងនេះនឹងឃើញនៅក្នុងមុខវីដេអូនេះថាមានអីកើតឡើងចា៎នេះយើងធ្វើដំណើរចូលមកដល់ក្រុងបាត់ដំបងហើយអ្នកទាំងគ្នាយើងចំណាយពេលគួរសមដែរអញ្ចឹងខ្ញុំសូមបញ្ជាក់សម្រាប់រយៈពេលវេលាដែលយើងចំណាយពេលពីភ្នំពេញមកហ្នឹងគឺយើងចាយពេលខ្ទង់4 ទៅ 5 ម៉ោងដោយសារពួកខ្ញុំឈប់រៀងច្រើនដែរហើយពួកខ្ញុំអត់ជិះលឿនទេគឺយើងជិះកុងទ័រតែ8-9ទេគឺមកល្មមមកស្រួលខ្លួននិយាយទៅបើសម្រាប់អ្នកដែលគាត់ចូលចិត្តជិះលឿនពេលខ្លះអាចមួយគេអាចអីដែរលឿនប៉ុណ្ណឹងណាតែពួកខ្ញុំវាមកទទួលយកបានចុះឥឡូវនេះគឺយើងនឹងមកដល់រង្វង់មូលលោកតាដបងកញ្ញូងហើយជាប្រពៃណីសម្រាប់យើងខ្មែរជនជាតិយើងខ្មែរហ្នឹងគឺបាទមានអីក្រៅពីចូលបាយបន់សែនបន់ស្រន់ទេមួយទៀតដែរបើសិនជាខ្ញុំក្នុងវីដេអូនេះខ្ញុំ voice over មិនបានល្អរៀបពាក្យនិយាយខុសមិនត្រូវអេជាស្រ័យទីសារមួយសប្តាហ៍នេះរៀងអត់សូវស្រួលខ្លួនពងលេបថ្នាំតែថ្ងៃនេះបាន voice over ដោយសារដាក់ថ្នាំត្រូវស្រួលខ្លួនវិញអញ្ចឹងបន្ទាប់ពីយើងចេញធ្វើដំណើរពីក្រុងបាត់ដំបងមកគឺយើងស្វែងរកអាហារពេលថ្ងៃ lunchដោយសារយើងទៅដល់បាត់ដំបងហ្នឹងគឺខ្ទង់ម៉ោងមិន10 12ម៉ោង1ថ្ងៃត្រង់ដែរហើយសម្រាប់ទីក្រុងបាត់ដំបងបើសិនជាអារម្មណ៍ខ្ញុំផ្ទាល់ខ្ញុំខានមករាប់ឆ្នាំអីដែលខ្ញុំឃើញគឺខ្ញុំប្លែកភ្នែកផ្លូវធំជាងមុនមានសណ្ដាប់ធ្នាប់ស្អាតអត់មានសម្រាមហើយផ្លូវគេស្អាតមានសួនមានអីច្រើននិយាយទៅប្លែកខ្លាំងអ្នកនរគ្នាបើសិនជាប្រៀបធៀបទៅ10ឆ្នាំមុន5ឆ្នាំមុនអីខ្ញុំគាត់ថាខុសប្លែកនេះច្រើនដោយសារបាត់ដំបងខ្ញុំអត់ចាំខ្ញុំអត់ដឹងថាខ្ញុំខានទៅប្រហែលឆ្នាំដឹងតែយូរអាចលើ5ឆ្នាំដល់ពេលខ្ញុំមកដល់ទៅខ្ញុំជីទៅខ្ញុំមានអារម្មណ៍ថាប្លែកខ្លាំងសឹងថាអត់ចំណាំផ្លូវអត់អីទាំងអស់ហ្មងជីសឹងថាប្រើមើល map ផងអីផងចាំមិញយើងជីកាត់កន្លែងដែលគេហៅសារមន្ទីរនៅបាត់ដំបងហ្នឹងប៉ុន្តែខ្ញុំជីហួសមកហើយយើងនាំគ្នាទៅបាយពេលថ្ងៃសិនអញ្ចឹងគ្នាយើងមកទាំងអស់ថ្ងៃនេះគឺ5នាក់តែមានម្នាក់គាត់ជិះមកកដោទេគាត់អត់បាននៅជាមួយយើងទេអញ្ចឹង trip នេះខ្ញុំសូមបញ្ជាក់គឺយើងចាយពេលរយៈពេល3ថ្ងៃពីយប់3ថ្ងៃជិះពីភ្នំពេញមកបាត់ដំបងពីបាត់ដំបងទៅសៀមរាបបន្ទាប់មកបានយើងត្រឡប់ភ្នំពេញវិញដូចខ្ញុំរៀបរាប់នៅខាងដើមវីដេអូនេះយើងជិះកាត់ផ្សារដើម្បីទៅរកកន្លែងហូបបាយហើយបាយថ្ងៃគឺជុំគ្នាចេះគឺមានអីក្រៅពីយើងទៅកន្លែងណាក៏ចោះអីចឹងទៅស្រួលអង្គុយសម្រាកអញ្ចឹងណាយើងអាចចិត្តចប់តាមផ្លូវបានទេដោយសារមកគ្នាច្រើនហើយណាមួយយកតបានសម្រាកទេអញ្ចឹងម៉ូតូនេះឃើញក្នុងវីដេអូហ្នឹងជីតាំងពីព្រឹកដល់ឥឡូវហ្នឹងគឺសម្រាកបានដល់មកផ្លែទេពួកខ្ញុំអត់សូវឈប់ច្រើនដោយសារចង់ឲ្យឆាប់ដល់គោលដៅអញ្ចឹងណា
nhóm đợt peពីវីដេអូមុនមកវីដេអូនេះខ្ញុំ voice over ឡើងចង់រៀងងាងរៀងនិយាយអត់ចង់លះមាត់ក៏ប៉ុន្តែអារបស់ធ្វើជាលក្ខណៈ hobby ជា online ជាវីដេអូអា creator អីនេះបើសិនជាយើងទុកវាចោលយើងអត់សូវធ្វើជាប់លាប់ទេ skill នេះយើងអាចបាត់បង់ដែរដោយការនិយាយស្ដីរបស់ខ្ញុំការរៀបចំការកាត់វីដេអូអីនេះបើសិនជាខ្ញុំអត់ផឹងគេថាបន្តឲ្យវានៅមានរហូតចឹងទេវានឹងបាត់បង់ដែរខ្ញុំចាប់អារម្មណ៍ខ្លួនឯងដែរបន្ទាប់ពីវីដេអូមុនមកវីដេអូនេះខ្ញុំ voice over ខ្ញុំរនឹកឃើញអត់ដឹងចង់និយាយអីឡើងចង់កៀងហ្មងដោយសារអីយើងទុកវាចោលរាប់អាទិត្យពេកហើយវីដេអូនេះជាក់ស្ដែងបើសិនជាខ្ញុំបើសិនជាខ្ញុំអត់មានជំងឺមានអីវាត្រូវចេញយូរនេះអានេះកន្លែងយើងញ៉ាំបាយអញ្ចឹងមកដល់ហើយអ្នកទាំងអស់គ្នានេះគឺជាលទ្ធផលដែលគាត់ឈប់បាត់ចង្ទួយគាត់កាច់សោបិទទេជាក់ស្ដែងម៉ូតូគឺវាមានបញ្ហាអង្គុយហើយនឹងមានបញ្ហាអីផ្សេងតិចតួចដែរដែលខ្ញុំគិតថាវាជាកត្តាដែលនាំវារុញចឹងឥឡូវដោយសារអត់មានដំណោះស្រាយអីគឺមានតែរុញនឹងឯងរុញដាក់លេខដើម្បីប្រឆាំងចឹងចាប់ពីកន្លែងហ្នឹងទៅគឺយើងនឹងមានឧបសគ្គច្រើនពីបាត់ដំបងទៅសៀមរាបពួកកន្លែងនេះខ្ញុំព្យាយាមរុញដាក់លេខដើម្បីឲ្យជិះទៅបានសិនប៉ុន្តែពួកខ្ញុំរុញដាក់លេខច្រើនសារដែរតែវាអត់ដំណើរការទេអ្នកនរគ្នាហើយបានមិត្តភក្តិខ្ញុំឈ្មោះឆៃលីហ្នឹងគឺគាត់មានគេហៅថាមានវិញ្ញាណតឹបតាំងពីភ្នំពេញគាត់បាន plan ហើយគាត់ដាក់ខ្សែអូសម៉ូតូហើយគាត់ដាក់ប្រដាប់កៅម៉ូតូដូចគាត់ដឹងមុនអញ្ចឹងចាឥឡូវគាត់អ្នកឆ្កៀលឲ្យហើយម្ចាស់ម៉ូតូនេះគាត់នៅឈរមើលទេបាទនិយាយទៅអាហ្នឹងគឺតតអ្នកនេះគាត់អ្នកជំនាញកៅម៉ូតូគាត់ញ៉ាដុំកៅគេហ្នឹងចាឥឡូវកៅឆេះណាហើយពួកខ្ញុំពីកន្លែងហ្នឹងទៅនឹកស្មានចឹងគេថាយើងគិតថាប្រហែលជាម៉ូតូមិនអីទេប្រហែលជាភ្លើងអីវាដើរតាមទៅអស់ណាមកជីបានវិញណាចឹងក៏នាំនេះចេញដំណើរទៅចឹងពីនេះទៅគឺយើងនាំគ្នាទៅទិញណែមសម្រាប់ខ្ញុំផ្ទាល់ដោយសារខ្ញុំត្រូវទិញផ្ញើអ្នកទេសហើយពីបាត់ដំបងទៅសៀមរាបហ្នឹងខ្ញុំត្រូវទិញផ្ញើឲ្យមិត្តភក្តិនៅសៀមរាបដែរទិញឲ្យ Hunter ប្រពន្ធគាត់អីចឹងទៅផ្ញើគាត់ពីនេះទៅហ្នឹងគឺយើងអត់ដឹងទេអ្នកនរនេះទាំងខ្ញុំទាំងអ្នកផ្សេងយើងគេហៅថាកន្លែងតែបដោតលើការជិះម៉ូតូកន្លែងតែគិតថាត្រូវធ្វើម៉េចអីមិនអញ្ចឹងណាដោយសារអ្នកនរនេះឃើញនៅក្នុងវីដេអូហ្នឹងវាចូលខ្ទង់ល្បាក់ក្បែរម៉ោង2អីដែរហើយគ្នាយើងអត់ចង់ចេញពីបាត់ដំបងហ្នឹងទៅសៀមរាបល្ងិតពេកដោយសារខ្លាចផ្លូវវាល្ងិតពេកវាពិបាកជិះរកលោកគ្នាយើងធ្លាក់ភ្នែកធ្លាក់អីអញ្ចឹងណាគេលោកគាត់ពិបាកមើលពួកយើងlạiគិតរឿងហ្នឹងផងហើយមួយទៀតអត់បានគិតរឿងម៉ូតូរបស់មិត្តភក្តិយើងម្នាក់ទៀតហ្នឹងគាត់ថាវានឹងមិនហើយទេវាដឹងតែឆេះដឹងតែជីបានណាចាឥឡូវយើងចូលមកទិញណែមសិនចឹងនេះខ្ញុំខ្ចប់ណែមហើយខ្ញុំបាន feedback មកហើយពេលដែលថតវីដេអូនេះចប់ខ្ញុំមកដល់ភ្នំពេញហ្នឹងណែមតែទិញពីហាងនេះទៅគឺបាទណាគេក៏ភាសាឆ្ងាញ់ដែរចឹងអានេះ W Big W អានេះយើងហ៊ាននិយាយតាមក្មេង Gen Z ក្នុងក្រោយ Big W ចេញវិធីទៅមួយអត់តមានដាក់ឃើញអីទេបាទហើយតិចទៀតបញ្ហានឹងលោតមកពេញមុខពេញទំហឹងហើយបាទចឹងកន្លែងនេះមានមិត្តភក្តិយើងម្នាក់គាត់ចេញទៅភ្នំពេញមុនគាត់មិត្តភក្តិខ្ញុំរាប់សិបឆ្នាំហើយឈ្មោះហួរហ្នឹងគាត់ជីត្រៃអឹមហ្នឹងគាត់ទៅភ្នំពេញមុនដោយសារគាត់លួចអ្នកចាស់គាត់មកជីដាក់លេង flat គាត់ទៅវិញហើយសម្រាប់គ្នាយើង4នាក់គឺយើងបន្តដំណើរចេញពីក្រុងបាត់ដំបងទៅកាន់ខេត្តសៀមរាបចឹងកន្លែងនេះទៅគឺម៉ូតូចាប់ផ្ដើមមានបញ្ហាហើយម៉ូតូហ្នឹងគឺមិនមែនបញ្ហាអង្គុយទេប៉ុន្តែដោយសារយើងនៅបាត់ដំបងនេះគឺពួកខ្ញុំព្យាយាមម្ដងទៀតគឺអត់កើអង្គុយទេគឺយើងនឹងដូរអង្គុយនៅបាត់ដំបងតែម្ដងឥឡូវយើងមកឈប់នៅសារមន្ទីរនេះហើយឈប់ហ្នឹងគឺមិនមែនឈប់ថតទេគឺឈប់ដោះស្រាយបញ្ហាដោយសារពីនេះទៅម៉ូតូគាត់គឺដេកលេងឆេះជិះលេងកើតបើសិនជាឆេះក៏នៅតែឆ្លក់ដែរអញ្ចឹងពីពេលហ្នឹងទៅគឺយើងចាប់ផ្ដើមបារម្ភបន្តិចហើយនេះមើល B-roll សិនទៅអញ្ចឹង
hốt đó mới đó vẹn xe hề tao ở lấy nhân đạo xe này mà đó là bay đi lộ xe để đặt tam bột để đọ bô cái lộ về xe để bằng bay mà cùng lấy cái vậy là nó chèm tàu mấy đá chùm nào vào rộng chi hạ lấy chia đồng bốn xung group đo ai đóng rất chắc để ban vô hạ ly mà ơi rau rạ tại gặp bất hạ lấy mình ấy thế cứ mau bìa cùi đây là trời em nơi sầm phiên ấy này chui cắn niêm ấy nè tôi làm bà đấy nhưng mà cái hàng không ôi lên tầng 1 ơi một đá mà trip mà ấp miên là rau các bạn nên đấy cắt trâu không cắt cái trâu là tịt ngang tại mình mũi ba này mũi ba này mũi đo xem hiếp vô mày đo xem hiếp sạch hiếp lo tập bài đứt chạm trip ấy mùi kia bông muốn này là ngay ấy bị chua xanh ngạt ơi không lại chỗ mình biết không chỗ không ở đây sẵn sẵn á bây giờ về trình em ở đây nó bị lột ở đây à បាទពេលនេះទៅគឺឆេះវិញហើយខ្ញុំសូមបញ្ជាក់អាគុយមិញគឺយើងដូរថ្មីហើយពួកយើងនាំគ្នាសប្បាយចិត្តមានសង្ឃឹមវិញណាតែនេះបញ្ហាវាអត់តន់ទៅណាវានៅតទៀតចឹងឥឡូវនេះដោយសារយើងគិតថាពេលដែលយើងដូរគុយថ្មីហើយសម្រាប់ម៉ូតូហាក់លីហ្នឹងគឺយើងគិតថាបញ្ហាវានឹងទៅបាត់ហើយចឹងក៏ពួកយើងនាំគ្នាធ្វើដំណើរចេញពីក្រុងបាត់ដំបងហ្នឹងទៅគឺខ្ទង់ម៉ោង 4 ម៉ោង 5 ល្ងាចហើយអ្នកនរគ្នាតម្រាំបានចេញទៅចឹងយើងធ្វើដំណើរទៅបើសិនជាតាមខ្ញុំមើលម៉ែបវាខ្ទង់100គីឡូជាងទេពីបាត់ដំបងទៅសៀមរាបហ្នឹងយើងជិះម៉ូតូវាមិនយូរទេអ្នកនរគ្នាអាចខ្ទង់ថា1ម៉ោងកន្លះទៅ2ម៉ោងអាហ្នឹងអាស្រ័យលើផ្លូវទលាយអត់យើងជិះលឿនជិះយឺតអត់ចឹងណាចឹងពីនេះទៅយើងមើលទៅដូចសភាពម៉ូតូគាត់ធម្មតាចឹងគាត់មានភាពឆ្លក់អត់មានអីមូលអត់ឡើងអីទេគឺនៅជិះបានហើយក៏យើងនាំគ្នាទៅប្រើទៅហើយពីនេះទៅគឺមានផ្លូវឈូសឆាយបន្តិចបន្តួចបើសិនជាយើងជិះម៉ូតូជិះអីយើងដាក់ម៉ាស់ដាក់អីពាក់មួកបិទចិត្តទៅផ្លូវនេះតម្រាំតវីដេអូនេះចេញហើយគេធ្វើហើយហើយពួកខ្ញុំទៅនេះគេគ្រាន់តែនៅអ៊ុតអីប្រហែលជាហើយតាមមើលសភាពទៅប្រហែលជាគេប្រិចពួកយើងមើលសងខាងទៅយើងដឹងគេកំពុងប្រិចផ្លូវហើយបើសិនជាខ្ញុំនិយាយខុសអីជាស្រ័យដែរដោយសារខ្ញុំបាត់ដំបងខ្ញុំមិនដែរមកហើយដូចខ្ញុំនិយាយចឹងរាប់ឆ្នាំហើយតែមកលើកនេះទេហើយនេះក៏ជាលើកទីគេហៅថាលើកទី1ដែលយើងចាយពេល3ថ្ងៃសម្រាប់ធ្វើការជិះម៉ូតូឆ្លងខេត្តពួកគ្នាយើងពីមុនមកយើងធ្លាប់ចំណាយពេល2ថ្ងៃអី2ថ្ងៃមួយគ្នាដែរប៉ុន្តែយើងនៅតែមួយខេត្តយើងគេងតែមួយយប់យើងអត់ដែរជិះឆ្លងខេត្តពីយប់ទេអូខេអញ្ចឹងបញ្ហាគឺចាប់ផ្ដើមពីកន្លែងនេះទៅហើយម៉ូតូគាត់គឺពេលនេះលេងដំណើរការទាំងស្រុងហើយរុញដាក់លេខក៏មិនឆេះដេក៏មិនឆេះហើយម៉ូតូគឺមានបញ្ហា ECU ឬក៏បញ្ហាពាក្យខ្មែរគេហៅយ៉ូតហ្នឹង ECU យើងមិនដឹងថាវាខូចហ្មងឬក៏វាអស់គុយហ្នឹងវាខូចអាហ្នឹងយើងអត់ច្បាស់ទេគាត់តែជាក់ស្ដែងគឺបញ្ហាវាធំជាងអីដែលយើងគិតអញ្ចឹងពីនេះទៅគឺពួកយើងរកដំណោះស្រាយមួយទៀតគឺយើងអត់តន់គិតទៅដល់ការសម្រាប់នៅបាត់ដំបងហ្នឹងទេគឺខ្សែដែលមិត្តភក្តិខ្ញុំគាត់ដាក់ពីពេញមកខ្សែសម្រាប់សណ្ដោហ្នឹងគឺដូចអារម្មណ៍គាត់គិតពីពេញមកអញ្ចឹងដូចភ្នែកទឹកអញ្ចឹងគឺគាត់ដឹងថាត្រូវខឹងម៉ូតូត្រូវអូសម៉ូតូអញ្ចឹងពីនេះទៅខ្ញុំសូមបញ្ជាក់អ្នកនរគ្នាពីផ្លូវបាត់ដំបងនេះទៅដល់សៀមរាបគឺពួកខ្ញុំអត់ឈប់ទេអត់ចង់និយាយថាអត់ give up ឬអត់បោះបង់ចោលអត់មានមួយណាទៅចោលគ្នាទេគឺជិះទៅត្រាក់អញ្ចឹងរហូតទៅដល់សៀមរាបហើយកន្លែងដែលយើងដាក់ខ្សែពៀនចងម៉ូតូហ្នឹងគឺមាន BMW មិត្តភ័ក្តិយើងឈ្មោះប៉ាវហ្នឹងគាត់អ្នកសដោងហើយខ្ញុំអ្នកនៅពីក្រោយមួយឆេលីហ្នឹងមិត្តភ័ក្តិម្នាក់ទៀតគឺយើងនៅមើលគូតនៅមុខដូរគ្នាទៅវិញទៅមកដូចអ្នកនៅឃើញអញ្ចឹងហើយដល់
សម្រាប់ការសដៅគឺយើងអាចជិះលឿនបានទេត្រូវយើងអាចជិះកុងទ័រ100ជាងកាទេដោយសារហ្នឹងគឺយើងគិតពីសុវត្ថិភាពគ្នាយើងទាំងអស់គ្នាអញ្ចឹងដូចខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងគឺយើងចំណាយពេលយើងយូរបន្តិចទំមទៅដល់សៀមរាបប៉ុន្តែសុវត្ថិភាពទាំងអស់គ្នាអញ្ចឹងពីនេះទៅដូចអ្នកនរនេះឃើញក្នុងវីដេអូអញ្ចឹងយើងដាក់ភ្លើងសុំផ្លូវហើយសដៅគ្នាទៅដល់សៀមរាបហើយអីដែលខ្ញុំទៅសារគ្នាយើងធ្វើបានគឺសម្រាប់អ្នកគេមុំគេអាចសដៅបានបើសម្រាប់អ្នកដែលគេខ្ជិលគេនៅសម្រាប់នៅសៀមរាបហើយអ្នកគេខ្ជិលគេសម្រាប់នៅបាត់ដំបងសម្រាប់ពួកយើងគាត់ថាបើយើងចូលចេញមកហើយវាមេឃល្ងិតហើយយើងអត់មានអីទៅបកវិញទេយើងជិះទាំងល្ងិតទៅហ្មងទៅអញ្ចឹងអត់នេះមេឃនៅភ្លឺឡើយទេខ្ទង់ល្បាក់ម៉ោង 5-6 ហើយបើសិនជាអ្នកនរនេះសួរថាធ្វើអញ្ចឹងវាសុវត្ថិភាពវាល្អអត់អាហ្នឹងវា50-50អ្នកទាំងអស់គ្នាពូវាអាស្រ័យទៅលើការជិះរបស់យើងការប្រយ័ត្នប្រយែងរបស់យើងហើយនឹងចរាចរណ៍ជាក់ស្ដែងបើសិនជាចរាចរណ៍យើងមើលទៅថាមានសភាពពិបាកមានឡានធំច្រើនក៏ពួកខ្ញុំគិតឡើងវិញដែរប៉ុន្តែពេលដែលពួកខ្ញុំធ្វើដំណើរទៅនេះវាចំពេលដែលគេហៅថាមិនសូវមានឡានធំច្រើនដែរផ្លូវហ្នឹងអញ្ចឹងវាល្អតែទៅចាំបងទៅអូខេសិនចាឥឡូវនេះដោះស្រាយគ្នាចេះគិតគូនេះណាពេលនេះយើងឈប់ញ៉ាំទឹកគិតគូនេះត្រូវធ្វើម៉េចពេលទៅដល់សៀមរាបអញ្ចឹងពួកខ្ញុំឈប់រៀងច្រើនដងដែរអ្នកនរនេះដោយសារការសដៅហ្នឹងយើងអត់អាចជិះលឿនបានហើយម្នាក់ក៏រៀងហត់ដែរដោយសារជិះម៉ូតូតាំងពីព្រឹកដល់ល្ងាចគឺអត់ទាន់បានសម្រាប់ទេយើងសម្រាប់បានតែបាយថ្ងៃហ្នឹងបន្តិចទេអ្នកនរនេះចឹងពីនេះទៅគឺយើងនៅសល់ខ្ទង់ល្បាក់ប្រហែលជា1ម៉ោងជាងបានទៅដល់ខេត្តសៀមរាបហើយដូចខ្ញុំបានប្រាប់មុននឹងចឹងដោយសារចរាចរណ៍វាអំណោយទានដែរអ្នកនរនេះចរាចរណ៍វាមិនសូវមានសភាពមមាញឹកចឹងគ្នាយើងក៏អាចជិះបានកុងទ័រ89ចឹងទៅហើយនេះខ្ញុំនៅរៀងក្រោយគេដោយសារខ្ញុំឈប់ចាក់សាំងហើយអីដែលខ្ញុំសប្បាយចិត្តហើយអារម្មណ៍ល្អវិញដោយសារគ្នាយើងគាត់សុខសុវត្ថិភាពអស់គ្នានេះអីដែលខ្ញុំបានបញ្ជាក់មុនហ្នឹងគឺយើងត្រូវសដៅគ្នានឹងល្ងិតឆឹងនឹងទៅដល់សៀមរាបហើយខ្ញុំគិតថាអ្នកមួយចំនួនអ្នកដែលគាត់មើលវីដេអូហ្នឹងគាត់ថាអូបងអត់គួរធ្វើចឹងទេយប់ឡើងគេពិបាកមើលយើងឡានពិបាកមើលយើងហ្នឹងខ្ញុំទទួលស្គាល់គាត់ថានេះខ្ញុំនិយាយបកាមុនទៅដើម្បីឲ្យអ្នកដែលគាត់គិតអញ្ចឹងគាត់យល់ដែរថាយើងក៏អត់មានជំរឿសទេយើងមកដល់ពាក់កណ្ដាលផ្លូវយើងដឹងថាយើងចេញមកយប់ហើយយើងបើសិនជាអាចយើងជិះយឺតមែនតើហើយមានឡានមួយចំនួនដែលគាត់ជិះមកក្បែរពួកយើងហ្នឹងគាត់អត់វ៉ាគាត់អត់សប្លេទេគាត់ដឹងតែយើងអញ្ចឹងគឺគេមានតែឈប់ឲ្យយើងទៅឬក៏យើងឲ្យគេវ៉ាទៅស្រួលមែនតើនិយាយទៅចំពេលដែលដូចខ្ញុំនិយាយចឹងចរាចរណ៍អំណោយផលហើយជាក់ស្ដែងក៏ពួកយើងពុះពៀទៅអ្នកទាំងអស់គ្នាបានមកដល់ក្រុងសៀមរាបអញ្ចឹងមកដល់ចំណុចនេះគឺចូលមកដល់ទឹកដីសៀមរាបដាហើយជាក់ស្ដែងខ្ញុំនិយាយតាមអារម្មណ៍ខ្ញុំផ្លូវខេត្តយប់ឡើងខ្ញុំមើលអត់ស្គាល់ទេអ្នកទាំងអស់គ្នាតែផ្លូវពេញហ្នឹងតែខ្ញុំតែល្ងិតក៏ខ្ញុំមើលអត់ស្គាល់ដែរតែផ្លូវណាខ្ញុំរឿងយប់ឡើងខ្ញុំស្អីចេះចំណាំផ្លូវអញ្ចឹងមកអ្នកអត់នេះឃើញខ្ញុំដាក់ map រហូតទេហើយអាផ្លូវមិញខ្ញុំជិះមុនហ្នឹងគឺខ្ញុំអត់ស្គាល់ទេមិនដឹងទៅណាឲ្យដល់ត្រង់រហូតតាមតា map ហ្នឹងឯងតែឥឡូវនេះគឺយើងចូលមកដល់ក្រុងសៀមរាបហើយយើងជិះតាមផ្លូវក្បាត់ក្រុងហើយពីនេះទៅយើងជិះបែកគ្នាមកផ្លែទៅដោយសារយើងសដៅគ្នាយូរដែរអញ្ចឹងទៅខ្ញុំមករៀងយឺតជាងគេអ្នកខ្លះក៏ទៅមុននេះអញ្ចឹងទៅហើយដូចខ្ញុំបានបញ្ជាក់ខ្ញុំមិនមែន recommend ថាអូពេលមានបញ្ហាត្រូវសដៅគ្នាទាំងយប់នឹងកាត់ឆឹងអញ្ចឹងទេប៉ុន្តែនេះគឺជាការគេហៅថាសហការគ្នាមួយជាមិត្តភាពមួយហើយខ្ញុំគិតថាសម្រាប់ការដើរលេងផ្សងព្រេងការជិះម៉ូតូឆ្ងាយនេះពេលណាដែលយើងមានគ្នាគឺវាជាការដ៏ល្អមួយសម្រាប់ពេលអ្នកណាម្នាក់គាត់មានបញ្ហាដូចអ្នកនរនេះឃើញអញ្ចឹងពេលមានម៉ូតូខូចបើសិនជាយើងម្នាក់ឯងគឺយើងដោះស្រាយអត់ចេញទេក្រៅពីយើងរកឡានតាក់ស៊ីដឹកមកផ្ទះវិញប៉ុន្តែបើសិនជាយើងមានគ្នាច្រើនយើងអាចរកវិធីឆ្នៃដោះស្រាយដើម្បីឲ្យយើងដល់គោលដៅអញ្ចឹងណាហើយខ្ញុំគិតថាសម្រាប់ដូចពួកខ្ញុំយើងវាងាយស្រួលយើងស្រួលជាងអ្នកដែលគាត់ចុះព្រៃដើរលេងក្នុងព្រៃជិះម៉ូតូក្នុងព្រៃពោលជិះម៉ូតូក្នុងព្រៃបើសិនជាមានខូចម៉ូតូខូចអីគឺមិនងាយទេពាក្យច្រើនគឺត្រូវទុកម៉ូតូក្នុងព្រៃហើយតែសម្រាប់ដូចយើងនេះវាងាយស្រួលដែរយើងនៅលើផ្លូវកស៊ូយើងនៅទីប្រជុំជនអញ្ចឹងវាក៏វាមិនអីដែរប៉ុន្តែបើយើងនិយាយសម្រាប់អារម្មណ៍គេថាអារម្មណ៍ដែលជួយគ្នាទៅវិញមកបាទអាហ្នឹងគឺវាមានពេលហ្នឹងឯងពេលដែលយើងនៅមានគ្នាហ្នឹងឯងយើងជួយគ្នាទៅវិញទៅមកអញ្ចឹងណាឥឡូវនេះគឺយើងមកដល់ក្រុងសៀមរាបហើយទឹកដីសៀមរាបអ្នកនរដឹងច្បាស់ហើយបាច់ដូចខ្ញុំនិយាយទេ
ខ្មែរយើងបាទណាណាម្នាក់ក៏គាត់ចង់ទៅលេងនៅសៀមរាបយូរម្ដងមួយឆ្នាំម្ដងពីរឆ្នាំម្ដងសិនយើងគេថាមានពេលវេលាតវិការ ឥឡូវនេះគឺយើងកំពុងតែធ្វើដំណើរទៅកាន់អូតាដែលយើងសម្រាប់ហើយដូចខ្ញុំបាននិយាយនៅដើមមុនអញ្ចឹងការសដៅហ្នឹងក៏សូមអរគុណទៅប៉ាយដែលគាត់ជាម្ចាស់ GBM ហ្នឹងគឺគាត់សដៅចាក់ដែលគាត់ជីហាក់លៃហ្នឹងមកនិយាយទៅគាត់រៀងលះបង់ជាងគេគាត់អ្នកសដៅហើយខ្ញុំអ្នកនិយាយនេះខ្ញុំបានតែនិយាយអញ្ចឹងទេវាគ្មានអីអស្ចារ្យទេអ្នកគេដែលសដៅនោះបានគេពិបាកអញ្ចឹងសូមអរគុណដល់គាត់ដែលគាត់គេហៅថាលះបង់ហើយធម្មតាទេអ្នកនេះយើងមិត្តភក្តិគ្នា ម្ដងគេម្ដងយើងអាហ្នឹងដូចខ្ញុំនិយាយមុនអញ្ចឹងអញ្ចឹងតែដែលយើងគេនឹងគឺទីតាំងនៅក្បែរស្ទឹងហើយនេះជាហួសកាហ្វេកាំមឹកហើយបើសិនអ្នកនរនេះសួរថាបងនៅសៀមរាបហាងកាហ្វេបងលេបងពេញចិត្តមួយណាគឺមានពីរនឹងឯងមានកាំមឹកហើយនឹងកន្លែងមួយទៀតខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូនឹងដែរចឹងនេះយើងមកដល់អូតែលប្រហែលជាខ្ទង់ម៉ោង7 8នឹងឯងហើយមកដល់គឺមានអីក្រៅពីងូតទឹកសម្រាប់ទេយើងនឹងជួបអ្នកទាំងអស់គ្នានៅពេលព្រឹក Let's go. Srap srai ban mơ pre tật đấy. Amazing. Oh, feel excited. Ôi ôi xung tô nè ngọt cái này trắng cồm nọn dương mà xiêm riệp nắng cư dương mà mớ mạng mệt trai á nắng bị mai kinh vậy mà mơ bẹt tật rét nè lơ cặp pu sạt đừng có bọt nâng có chia mua hai môi đai để nhom mặt bàn mention ở đàm video rồi có prap nè tặng ngọt nè chẳng mà đa lên xiêm riệp luôn cái trong mà mơ bẹt tật rét hơi đôi nè nó khơi phật mình nắng ngọt bàn miên là kê bàn ngợp mơ tê để xả dùng chim một tô mà đó sẽ thà kia nó cứ dục cho pe ở bên cùng làng thế ấy bàn tập bài này anh cột tầm mơ này cột này ok hay cột này tầm mơ mà này anh chẳng mình nó đã âm video mình nó cột ban mơ mà này anh chẳng ngay tim muối rồi có dục tim muối này cứ bụi nhau mặt toàn bàn tầm mơ bẹt tật rẻ này cô vợ năng tê chẳng bậc này cứ dương thua đầm nam cứ ai để dương tay thua một cái cứ đào chỉ cống hiện tại cài bìa hà bề bậc để đôi nhom chim mà tôm này ấy cái này nhom chim mà tôm này ấy trẻ đáy cứ hà bề bậc miền của bạn ọt của bạn nắng á miền của bạn ọt của bạn tại dương mà chỉ cống chứ cứ hà bề bậc hay hà bề bậc đôi chuyện đằng thay nhom cho bạn là nhom ban thọ đó tới cứ dương từ nhầm phở dương từ nhầm phở ai bậc bậc lâm này ở đây dương chỉ cắt khai sim riệp cứ mép nhom mà xa màu này ở này dương vậy ta mà năm nhom màu mà đòn chân trường ní cứ trường thì pi bằng nhom mà để xa đàm năm nhom bàn màu mà đòn đài ai chạy đáy ti tăng và xa nia để nơi không khai thì còn nơi ngay bị khai nhom bàn explore chở bây giờ này ở này ở đại bàn tam đàn thế nào này ai check mới được không channel nhom bán nhom miền vlog bay part để nhom thua đầm nào không krong kẹo krong từ nung cà lên từ bà con tại chẳng á chi mình ai cả nông trip mình ai trong bên đây cứ dương thua đầm nào từ căn hàng phở tạm áp chắc ấy một cái nhom ở đôi chia chầm bài chữ khó đắng một nắng trời khó này để qua mà sim đi qua score lấy cái này nắng khơi cái trôi nhầm trần trần sang này biết khum rồi ở top bây giờ hộp ha paper rủi ro គឺប្របីនៃតលៀនតលាប់បាទអ្នកមកសៀមរាបគឺគាត់មិនអខានទេរឿងគាត់ចូលអត់ធុកបន់ស្រន់សុំសេចក្តីសុខអីហ្នឹងគឺបាទយើងជាខ្មែរអាហ្នឹងបាទនៃប្របីនៃរបស់យើងហើយអ្នកមកគាត់តែងតែធ្វើចានេះយើងមករកកន្លែងចត
ហើយដូចជាពេលពួកយើងមកនេះមានគេធ្វើកម្មវិធីមានអីដែរតំណងបាត់ដែរណាខ្ញុំវាមិនបានអានមើលអស់មិនដឹងថាគេធ្វើអីហើយយើងជាប់បន្ទោនៅខាងក្រៅហើយមិនយើងដើរទៅខាងក្នុងហើយរឿងជិះម៉ូតូជិះអីនេះគឺបត់បែនទៅមុខទៅក្រោយនេះគឺយើងព្យាយាមប្រអងលបឿនហើយមើលមុខមើលក្រោយហើយមួយចឹងមិនថាពួកខ្ញុំដូចពួកខ្ញុំត្រូវបត់នេះគឺចេះតែមើលមួយទៅអ្នកនរនេះចឹងមិនថានេះគឺជាដំបូងមានដែរដោយសារការបត់បែនម៉ូតូឆ្វេងស្ដាំនេះក៏វាមិនល្អដែរពួកអ្នកខ្លះគាត់មកពីក្រោយលឿនអញ្ចឹងហ្នឹងយើងត្រូវតែប្រយ័ត្នមួយទៀតព្រលឹមឡើងតំអាយក្រោយនេះដោយសារខ្ញុំបានទៅប៉ែតទៅអីចឹងទៅពិនិត្យមើលបញ្ហាកាពះអីឥឡូវនេះគឺមួយថ្ងៃអាហារ3ពេលបាទកាលមុនមនុស្សធ្លាប់តែហូបកាហ្វេពេលព្រឹកឥឡូវអត់ទេបាយព្រឹកបាយថ្ងៃបាយងាយអានេះគឺយើងសែនហើយយើងអុជធូបយើងបន់ស្រន់ហើយមកដើរលេងគឺការបន់ស្រន់របស់ខ្ញុំអត់មានអីច្រើនក្រៅពីបន់ស្រន់សុំសេចក្តីសុខទេគឺយើងសុំតែសេចក្តីសុខធ្វើតាណាឲ្យសុខភាពទាំងអស់គ្នាទេហ្នឹងជាក់ស្ដែងខ្ញុំមិនដែលសុំអីលឿនហ្នឹងទេដោយសារយើងមកគឺគោលបំណងយើងគឺជិះម៉ូតូដើម្បីឲ្យតែសុខភាពហើយបន្ទាប់ពីយើងបន់ហើយក៏យើងត្រូវតែប្រយ័ត្នខ្លួនឯងដែរបាទគោគ្មានព្រះណាអាចមកជួយយើងបានទេបើមិនជាយើងជិះម៉ូតូលេលើបាទអាហ្នឹងគឺអ្នកនរដឹងហើយខ្ញុំនិយាយចឹងយើងបន់ហើយណាមួយទៀតយើងធ្វើឲ្យចិត្តយើងត្រជាក់អញ្ចឹងណាយើងជិះយើងប្រយ័ត្នប្រយែងយើងមើលមុខមើលក្រោយចឹងនេះជាទស្សនវិជ្ជាយើងជិះកាត់ដងស្ទឹងជាក់ស្ដែងវីដេអូនេះគឺខ្ញុំដូចយើងទៅថ្ងៃប៉ុន្មានខ្លះនេះខ្ញុំចង់ផ្លេចថ្ងៃទេដោយសារខ្ញុំវាទុកខ្ញុំកាត់វីដេអូហ្នឹងហើយខ្ញុំទុកក្រោយខ្ញុំទុកយូរពេកអត់បាន voice over ឡើងចង់5ថ្ងៃទៅខ្ញុំផ្លេចថ្ងៃដែលចង់ធ្វើដំណើរតែពេលដែលខ្ញុំទៅនឹងគេកំពុងរៀបចំសម្រាប់កម្មវិធីសង្ក្រាន្តឆ្នាំ2025អញ្ចឹងហ្នឹងសង្ក្រាន្តខែ4នៅប្រហែលថ្ងៃទៀតហ្នឹងបាន5 6ថ្ងៃទៀតហ្នឹងដល់ហើយអ្នកទាំងអស់គ្នាអានេះគឺទស្សនវិជ្ជាគេកំពុងរៀបចំហើយគេចងនេះចងនោះអញ្ចឹងណារៀបចំនៅមាត់ស្ទឹងអញ្ចឹងបងប្អូនដែលគាត់មកលេងសៀមរាបសម្រាប់សង្ក្រាន្តឆ្នាំនេះប្រហែលសប្បាយខ្លាំងមែនទៅហើយបើសិនជាមានកម្រងទៅណាសម្រាប់ចូលឆ្នាំថ្មីនេះជួយខមមិននៅខាងក្រោមផងចង់ដឹងថាទៅណាព្រោះអ្នកធ្វើវីដេអូនេះទៅសៀមរាប2ដងហើយឆ្នាំនេះហ៎អញ្ចឹងអត់ត្រូវទៅទៀតទេចូលឆ្នាំនេះអត់ទៅទៀតទេព្រោះវីដេអូនេះទំតែធ្វើដើមខែនេះពាក់កណ្ដាលខែដូចជាថ្ងៃ10ជាងខ្ញុំវាភ្លេចខ្ញុំវាដល់ថ្នាក់ហ្នឹងភ្លេចទាំងថ្ងៃខ្លួនឯងជិះទៀតណាបាទអូកំតាន់កន្លែងនេះចូលកន្លែង B-roll សិន ពួកខ្ញុំធ្វើដំណើរមកហាងកាហ្វេទី2ដែលខ្ញុំពេញចិត្តនៅខេត្តសៀមរាបគឺឈ្មោះថា The Bean Embassy ហើយអ្នកដែលគាត់អាសាមកលេងសៀមរាបគាត់ស្គាល់ហើយពេលនេះទៅខ្ញុំមានចម្រៀងមួយបទឲ្យអ្នកនេះស្ដាប់ដោយសារបទហ្នឹងខ្ញុំស្ដាប់ទៅព្រោះវាអត់មានអីផ្សេងទេក្រៅពីព្រោះបទហ្នឹងខ្ញុំរកឃើញនៅលើ YouTube ដែរទេហើយកន្លែងនេះខ្ញុំថត B-roll នៅកន្លែងកាហ្វេហ្នឹងឥឡូវឲ្យអ្នកនេះសម្រាកអារម្មណ៍តិចទៅព្រោះវីដេអូយើងវែងដែរស្ដាប់ចម្រៀងបធូរអារម្មណ៍មួយទៅLet's go. First you get some butter, and then you get the pan. Now we make a brigadeiro, brigadeiro, brigadeiro.
to wait.សង្ឃឹមថាជំនាញបត់មិញឲ្យ B-roll មិញធ្វើឲ្យអ្នកនរគ្នា relax អារម្មណ៍បន្តិចទៅបាទពួកដើមវីដេអូមកដល់មកវាមិនសូវជាមានអី interesting ក្រៅតែពីអូសម៉ូតូហ្នឹងទេហើយខ្ញុំគិតថាអាហ្នឹងរបស់ដើមវីដេអូនេះយើងនិយាយតាក់ទងមួយអូបញ្ហាជួយគ្នាចេះខ្លួនដែរចោះជំនាញមិញគឺដូចជាការដក clear មួយសម្រាប់អ្នកនរគ្នាហើយដូចខ្ញុំអត់មានចំណូលអីចេញពី YouTube Facebook នេះទេអញ្ចឹងចម្រៀងពេលខ្លះខ្ញុំអត់គិតច្រើនទេដូចចម្រៀងមិញហ្នឹងគឺខ្ញុំដកចេញពី YouTube មកហើយគាត់ហ្នឹងជា YouTuber ប្រហែលជាជនជាតិ Brazil ឬក៏ Sao Paulo ខ្ញុំអត់ច្បាស់តែបទហ្នឹងគាត់និយាយអំពីការធ្វើផ្អែមឈ្មោះដូចបទចម្រៀងគេអញ្ចឹង Brigadeiro I think ហើយបទហ្នឹងវាព្រោះដោយសារគាត់ច្រៀងប៊ីងបងហ្នឹងក៏ខ្ញុំយកមកដាក់ដែរហើយមួយទៀតយើងជីជំវិញប្រាសាទវងទូចវងធំអីចឹងទៅអានេះគឺបន្ទាប់ពីយើងហូបកាហ្វេហើយអាប់ដេតទៅលើហាក់លៃហ្នឹងមកដល់ឥឡូវនេះគឺដំណោះស្រាយពួកខ្ញុំគឺយើងទុកម៉ូតូហ្នឹងនៅតែលហើយសម្រាប់គ្នាយើងម្នាក់ទៀតដែលគាត់ជិះហាក់លៃហ្នឹងគឺគាត់ឡើងជិះជាមួយឆៃលីដែលគាត់ជិះ HADV ហ្នឹងម៉ូតូគាត់ទិញថ្មីហ្នឹងហើយជិះ2នាក់ស្រួលដែរម៉ូតូហ្នឹងវា design មកកែបវាធំអញ្ចឹង trip គាត់ជិះ2នាក់មកស្រួលដែរទៅវាអត់វេទនាអីពិបាកអីទេហើយនេះគឺជាអារម្មណ៍ដែលខ្ញុំគិតថាអ្នកមួយចំនួនគាត់ប៉ងប្រាថ្នាពូសម្រាប់ខ្ញុំផ្ទាល់ក្តីសម័យជិះម៉ូតូធំជុំវិញប្រាសាទមានដើមឈើនេះក៏ខ្ញុំមិននឹកស្មានថាខ្ញុំមានដែរអានេះអារម្មណ៍របស់ខ្ញុំណាពូពេលខ្លះយើងទាំងគេយើងតែមានក្តីសម័យយើងមានការចង់បានអីមួយក្នុងជីវិតរបស់យើងសម្រាប់ក្តីសម័យរបស់ខ្ញុំវាមានតិចមែនតើវាមានរបស់ខ្លះវាចូលមកជីវិតខ្ញុំគេហៅថាដូចធម្មជាតិអញ្ចឹងណាដោយការជិះម៉ូតូជុំវិញប្រាសាទមើលព្រៃឈើនេះវាជាការស្រឡាញ់ត្រូវប៉ុន្តែរបស់ខ្លះដូចទិញម៉ូតូជិះជុំវិញប្រាសាទហ្នឹងក៏វាមិនមែនជាគម្រោងខ្ញុំ 100% ដែរវាតាមអារម្មណ៍ដែរនិយាយចេះហើយណាមួយជាវាមាននិស្ស័យជាមួយខាងហ្នឹងហើយម៉ូតូហ្នឹងវាមាននិស្ស័យមួយយើងក៏ថាបានបើសិនជាយើងស្រឡាញ់តើយើងផឹងធ្វើការដែរតើអត់ព្រោះរបស់ខ្លះក៏វាមិនមែនជុកចេញដែរប៉ុន្តែនេះខ្ញុំចង់លើកទឹកចិត្តអ្នកអនឡាញថងហ្នឹងថារបស់ខ្លះយើងប្រឹងហើយយើងមានក្តីសម័យតិចតួចទៅវានឹងខ្លាចជាការពិតហើយ ចឹងពីនេះទៅទៀតយើងធ្វើដំណើរជិះជុំវិញប្រាសាទតទៀតជិះមួយថតរូបថតវីដេអូអញ្ចឹងទៅហើយគ្រប់ trip ក្រោយខ្ញុំនឹងព្យាយាមដាក់កាមេរ៉ាធំទៅដើម្បីថត B-roll ឲ្យច្រើនខ្ញុំគិតថាវាជារបស់មួយដែលអ្នកនរគ្នាពេញចិត្តព្រោះខ្ញុំបាន feedback ច្រើនជាពិសេសបង CK អ្នកនរនេះប្រហែលជាស្គាល់គាត់ដែរគាត់បានបញ្ជាក់ខ្ញុំដែរគាត់ឲ្យ feedback គាត់ប្រាប់ខ្ញុំថងថាអូវីដេអូ vlog យើងមុនវាងលយដោយសារវាមាន B-roll មានអីចឹង1 2អញ្ចឹងតែអញ្ចឹងខ្ញុំគិតថានេះខ្ញុំកំពុងតែស្វែងរក color ខ្លួនឯងមួយសម្រាប់ឲ្យអ្នកទាំងអស់គ្នាអាចទស្សនាវីដេអូខ្ញុំបានវែងជាងមុនដោយអត់សូវមានការធុញទ្រាន់ឬក៏ដដែលអញ្ចឹងណា
ពួកខ្ញុំគិតថាពីវីដេអូ vlog ម៉ូតូខ្ញុំដំបូងមកដល់ឥឡូវវាមានការផ្លាស់ប្ដូរច្រើនហើយការផ្លាស់ប្ដូរហ្នឹងគឺខ្ញុំព្យាយាមធ្វើម៉េចសម្រាប់ឲ្យ fan ឬក៏ប្រិយមិត្តចាស់ខ្ញុំហ្នឹងគាត់ទទួលបានការផ្លាស់ប្ដូរហ្នឹងហើយក៏ខ្ញុំព្យាយាមរកវិធីធ្វើម៉េចដើម្បីតាក់ទាញអ្នកគាត់មើលថ្មីមកដែរព្រោះ style ខ្ញុំធ្វើ vlog ចាស់ខ្ញុំក៏មិនប្រកាសថាអ្នកថ្មីគាត់ចេះមើលដែរដោយសារវាអត់មានអីសោះវាមានតែមនុស្សនិយាយវាអត់មានទេសភាពមានអីតំណងទេចានេះគឺខ្ញុំព្យាយាមធ្វើបានប៉ុណ្ណឹងហើយតាក់តងជាមួយ update ម៉ូតូហាក់ឡៃហ្នឹងគឺយើងទុកម៉ូតូនៅតែហ្នឹងគឺដើម្បីយើងកំងអាគុយមកដូរថ្មីអញ្ចឹងខ្ញុំបញ្ជាក់អាគុយដូរនៅបាត់ដំបងមួយអត់ត្រូវទេយើងគិតថាអាគុយគឺខូចដូរអត់ត្រូវអញ្ចឹងយើងកំងពីមួយទៀតមកពីភ្នំពេញដើម្បីដូរនៅសៀមរាបហ្នឹងជីចានេះគឺដំណោះស្រាយសម្រាប់ហាក់ឡៃហ្នឹងតែចាំមើលចាក់ស្ដែងថាដំណោះស្រាយនឹងជោគជ័យអត់អានេះយើងមកដល់ខ្លងទ្វារខ្មោចហើយថតរូបថតអីចឹងទៅហើយខ្ញុំមាន B-roll ខ្លះដែរដើម្បីដាក់ក្នុងវីដេអូពេលហ្នឹងខ្ញុំថតជា6ស្លឹកដែរទុកឲ្យពួកគាត់ហើយនឹងខ្ញុំផ្ទាល់មានខ្លះដែរបបោះពីបោះដែរ trong một tậpយើងថតរូបថតវីដេអូហើយយើងនឹងចេញពីនេះទៅណាទៀតនេះខ្ញុំចង់ផ្លេចឲ្យឆឹងកន្លែងនេះខ្ញុំរត់មកឲ្យគេថតរូបឲ្យបាទធ្លាប់តែថតឲ្យគេថតស្អាតស្អាតដែរបាទបើគេថតឲ្យវិញហ្នឹងគឺពេលខ្លះអត់ហ៊ានលូដាក់គេព្រោះយើងគិតថាទាំងគេទាំងយើងបាទការថតរូបពេលខ្លះយើងចេះជាងគេពេលខ្លះគេចេះជាងយើងពេលខ្លះយើងថតស្អាតជាងគេពេលខ្លះគេថតអត់ស្អាតឲ្យយើងអញ្ចឹងយើងបាច់លូឯងគេប្រឹងដែរតែបានប៉ុណ្ណាប៉ុណ្ណឹងចានេះខ្ញុំលេងប្លង់គេថតរូបឲ្យបាទចេញទៅហើយ ឥឡូវនេះយើងបានមកដល់ព្រះដាក់ហើយអ្នកនរគ្នាព្រះដាក់យើងហៅមួយណាក៏បានដែរអត់ជីអត់ផុតទេអារឿងបាយសាច់ឈុកអាំងហ្នឹងគឺបាទអ្នកមកសៀមរាបគាត់ដឹងហើយគេហៅថា go to place អាហ្នឹងបាទទីតាំងដែលអ្នកគាត់ធ្វើដំណើរមកសៀមរាបគាត់ជាផុតទេហើយអ្នកហូបជុកអាំងហ្នឹងគឺបើសិនជាយើងទៅកំងទៅអីយើងសុំគេទៅឲ្យគេដាក់សាច់ជីវាកុំឲ្យមានខ្លាញ់ច្រើនពេកអញ្ចឹងឥឡូវនេះគឺយើងនាំនាបបានមកដល់តែវិញហើយអាគុយដែលយើងកំងហ្នឹងគឺមកដល់ហើយអញ្ចឹងខ្ញុំសូមបញ្ជាក់បញ្ហាដែលយើងគិតថាយើងដោះស្រាយពីបាត់ដំបងហ្នឹងមកគឺយើងគិតថាអាគុយដែលយើងដូរនៅបាត់ដំបងហ្នឹងគឺអត់ត្រូវប៉ុន្តែពួកខ្ញុំមានកំហុសច្រើនពេលដែលយើងដូរអាគុយហ្នឹងមិនដឹងថាខ្ញុំបញ្យល់ឥឡូវអ្នកអស់នេះយល់អត់ដោយសារអាគុយមួយយើងដាក់អត់ត្រូវវត្តអត់ត្រូវអំពែវាខុសតិចតួចអញ្ចឹងអាគុយដែលយើងយកពីភ្នំពេញមកគឺវាត្រូវប៉ុន្តែវាមានរបស់មួយចំនួនទៀតដែលវាដែលយើងដាក់មិនត្រូវអញ្ចឹងប៉ុន្តែអីដែលពួកខ្ញុំដោះស្រាយបានឥឡូវនេះគឺយើងដូរអាគុយថ្មីហើយគឺពួកយើងជិះទៅភ្នំក្រោមអញ្ចឹងអានេះវាល្ងាចណាល្ងាចថ្ងៃទី1ខ្ញុំបញ្ជាក់ល្ងាចយប់ទី1មិនមែនថ្ងៃទី1ល្ងាចយប់ទី1
ចឹងពីនេះទៅយើងដូរអកុយយើងគិតថាជោគជ័យអស់ហើយសម្រាប់ហាក់លៃហ្នឹងគឺវានឹងអត់មានបញ្ហាទៀតទេហើយគាត់ក៏ដេកឆេះត្រូលទៅក៏នាំគ្នាបាទបំភ្លេចថាបញ្ហាវាលែងមានកើតឡើងហើយអញ្ចឹងក៏នាំគ្នាធ្វើដំណើរមកភ្នំក្រោមដើម្បីមើលព្រះអាទិត្យលិចហើយភ្នំក្រោមព្រះអាទិត្យលិចនេះជើងមុនខ្ញុំមកដែរតែអត់បានមើលលិចអស់ទេតែជើងនេះដោយសារយើងមករៀងចូលខ្ទង់ម៉ោង5ជាងហើយពេលហ្នឹងពេលពួកខ្ញុំជិះទៅហ្នឹង5ស្ដើងហើយចឹងមកដល់គឺយើងគៀកម៉ោងព្រះអាទិត្យលិចល្មមហើយសម្រាប់ខ្ញុំរបស់នេះហើយគឺអីដែលខ្ញុំពេញចិត្តសម្រាប់ជីវិតខ្ញុំឥឡូវហើយបើសិនជាអ្នកអស់នេះសួរថាបងជួយចិត្តដើរលេងរបៀបម៉េចគឺរបៀបចឹងឯងរៀងជួយចិត្តភាពស្ងប់ស្ងាត់អត់សូវមានភាពអ៊ូអរមានគេហៅថា high life របៀបជីវិតគ្រុងក្រាំងសបាយផឹកស៊ីច្រើនអីចឹងណាខ្ញុំវាផុតអាយុនឹងហើយអីដែលខ្ញុំចូលចិត្តគឺព្រះអាទិត្យលិចព្រះអាទិត្យរះភាពស្ងប់ស្ងាត់ហើយឬក៏ជួបក្មេងៗជួបបងអ៊ំយាយតាដែលគាត់នៅខេត្តអីចឹងទៅគាត់ញឹមដាក់គាត់សើចដាក់គាត់និយាយជាមួយគាត់សួនអស់អាហ្នឹងជារបស់ដែលខ្ញុំពេញចិត្តសម្រាប់ជីវិតខ្ញុំឥឡូវអានេះយើងធ្វើដំណើរឡើងទៅភ្នំក្រោមហ្នឹងគឺយើងទៅឡើងមកចូលតាមច្រកកង្ក្រួយវិញណាយើងបត់ចូលតាមខ្លោងទ្វារបន្តិចមកត្រង់រហូតទៅយើងបត់ស្ដាំមកគឺមានផ្លូវឡើងហើយសម្រាប់ពិធី tip ឡើងភ្នំគឺអត់ឡើងយឺតដូចខ្ញុំចឹងទេជិះយឺតចេះអត់សូវល្អទេជិះរៀងលឿនតិចទៅព្រោះយើងជិះយឺតចេះវាធ្វើបាបសិនតិចវាម៉ូតូយើងវាធ្ងន់គ្រាន់តែជិះបើជិះបានរៀងលឿនជាងខ្ញុំតិចទៅកុំឲ្យយឺតចាស់តែនេះដោយសារខ្ញុំវាត្រូវថតដែរខ្ញុំវាជិះលឿនខ្លាចអត់បានថតទេសភាពជូនអ្នកទាំងអស់គ្នាហើយគោលបំណងយើងសម្រាប់trip មកដល់សៀមរាបហ្នឹងគឺមើលព្រះអាទិត្យលិចនឹងហើយនឹងមើលព្រះអាទិត្យរះនៅប្រាសាទអង្គរវត្តអញ្ចឹងយប់ទី2ពួកយើងបដិញ្ញាបាទនាំនាងងើបលឿនដើម្បីធ្វើដំណើរទៅអង្គរវត្តឲ្យបានលឿនដើម្បីចាប់កន្លែងដើម្បីមើលព្រះអាទិត្យរះហើយជាក់ស្ដែងភ្នំក្រោមខ្ញុំមកដើមឆ្នាំគឺអត់មនុស្សច្រើនចេះទេបាទអានេះដោយសារខ្ញុំមិនដឹងថាខែនេះគេហៅថាខែហាយប្រហែលពួកខ្ញុំទៅនេះខែ3ដែរហើយសិតតែមនុស្សអ្នកទាំងអស់គ្នាសិតតែភ្ញៀវដែលគាត់អញ្ជើញមកមើលព្រះអាទិត្យលិចដែរហើយលើកនេះយើងសុំបងដែលគាត់មើលថែនៅហ្នឹងសុំមកដាក់នៅខាងលើនេះដោយសារនៅនោះវាជំរាលហើយវាម៉ូតូច្រើនអញ្ចឹងទៅពួកខ្ញុំនាំគ្នាមកដាក់លើនេះជុំគ្នាទៅពួកម៉ូតូអស់នេះយើងប៉ះយើងអង្គុយយើងប្រឆិតតិចតួចអត់កើតទេខ្លាចវាដួលវាអីចឹងណាវាធ្ងន់ហើយអានេះយើងធ្វើដំណើរឡើងមកហើយអ្នកទាំងអស់នេះមើលវីដេអូកន្លែងនេះខ្ញុំមិនដឹងអ្នកនេះស្គាល់គាត់អត់ទេមើលពីក្រោយចេះបងស្រីដែលគាត់ដើរនៅមុខខ្ញុំហ្នឹងខ្ញុំហៅបងស្រីទៅខ្ញុំអត់ដឹងគាត់អាយុម៉ាត់ទេគាត់ហ្នឹងគឺគាត់ creator ដែរគាត់ម្ចាស់ channel ឬក៏ Facebook នារីចល័តចោដើរមុខខ្ញុំហ្នឹងក្នុង footage ហ្នឹង
បាទអញ្ចឹងបន្ទាប់ទៅអត់បាទអូយនិយាយទៅអត់ទៅមុខសោះនេះបន្ទាប់ពីអ្នកនេះមើលមុនថាច់មិញណាគឺយើងចុះមកពីភ្នំក្រោមវិញហើយយើងចូលញ៉ាំអាហារពេលល្ងាចមកបន្ទាប់មកគឺយើងអត់មានអីក្រៅពីជិះលេងមកជុំពីជុំដើម្បីចូលសម្រាកដោយសារព្រឹកស្អែកគឺយើងនឹងងើបពីព្រឹកព្រលឹមដើម្បីទៅមើលព្រះអាទិត្យរះនៅប្រាសាទអង្គរវត្តហើយដូចខ្ញុំ mention មុនហ្នឹងអញ្ចឹងDerry ចល័តចោខ្ញុំហៅគាត់ចឹងទៅបងប្អូនខ្ញុំអត់ដឹងទេជួបគាត់អ្នកនរគ្នានៅក្នុងដើមមុនចម្រៀងមិញមុនប៊ីរ៉ូនៅភ្នំក្រោមហ្នឹងខ្ញុំឲ្យអ្នកនរគ្នាឃើញបន្តិចហ្នឹងបាទបានជួបគាត់ហើយយើងឃើញគាត់ថតមានការងារមាន drone អីឃើញនៅក្រៅបានដឹងថាបាទវីដេអូស្អាតៗអ្នកនរគ្នាឃើញនៅ Facebook ហ្នឹងបាទតម្រាំបានមួយគឺមានអីក្រៅពីសម្រិតសម្រាញ់បាទថតទៅថតមកកាត់ចាក់ color បាទតម្រាំបានចេញវីដេអូមួយចំណាយពេលវេលាយូរដែរហត់ដែរចឹងអានេះ footage នេះគឺយើងចេញពីអាហារពេលល្ងាចហើយក៏នាំនេះជីទៅទិញទឹកសុទ្ធទិញអីតិចទៅហើយនាំនេះជីមកជុំដើម្បីបាទដើម្បីឲ្យស្រួលខ្លួនមុនពេលយើងចូលកន្លែងគេងហើយនេះទស្សនវិជ្ជាជីតាមដងស្ទឹងមុនយើងទៅគេងហើយសម្រាប់អ្នកដែលគាត់ចង់ទៅខេត្តសៀមរាបទៅមើលព្រះអាទិត្យរះហ្នឹងបាទខ្ទង់ខែ3ហ្នឹងឯងដែលគេទៅហើយមានដូចជាប្រហែល3ថ្ងៃទៅ4ថ្ងៃតាមខ្ញុំចាំហើយថ្ងៃដែលខ្ញុំទៅមើលហ្នឹងដូចជាថ្ងៃដែលងើបទៅតន់ហ្នឹងដូចជាថ្ងៃចុងក្រោយទៀតដោយសារមុនមួយថ្ងៃប៉ាវយប់ទី1គាត់ទៅមើលហ្នឹងគាត់ថារៀងចុះអាប់ខ្លាំងមើលអត់សូវឃើញតែចាំមើលទស្សនវិជ្ជារបស់ពួកខ្ញុំទៅផ្ទាល់ដែលជាយប់ទី2ហើយអាប់ដេតទៅហាក់លេងដែលខូចអគុយហ្នឹងមកដល់ឥឡូវដែល footage នៅនេះកំពុងឃើញនេះគឺពួកខ្ញុំអត់ទាន់គិតថាម៉ូតូហ្នឹងខូចអីទៀតទេគឺយើងដឹងថាដូរអគុយហើយវានឹងដើរតែជាក់ស្ដែងបញ្ហាគឺវាធំជាងហ្នឹងហើយដែលយើងគិតស្មានបន្តហ្នឹងគឺម៉ូតូហាក់លេងហ្នឹងគឺគាត់ខូច ECU ឬក៏ខ្មែរគេហៅខូចយ៉ូតហ្នឹង ECU ខូចយ៉ូតហ្នឹងគឺវាបញ្ហានឹងប្រព័ន្ធភ្លើងវាអត់បញ្ជូនភ្លើងអត់គ្រប់ទៅកាន់អគុយវាអត់ឆាតចឹងម៉ូតូជាអត់កើតទេហើយបញ្ហាហ្នឹងគឺវានឹងបន្តឲ្យពួកខ្ញុំនៅសម្រាប់នៅសៀមរាបប្រយុទ្ធទៀតអញ្ចឹងខ្ញុំសូមបញ្ជាក់ថ្ងៃសរុបដែលពួកខ្ញុំចាយទាំងអស់គឺ3យប់4ថ្ងៃគឺយើងចំណាយពេលលើសមួយថ្ងៃសម្រាប់ដោយសារម៉ូតូយើងខូចអញ្ចឹងខ្ញុំសូមបញ្ជាក់មួយទៀតសម្រាប់ហាក់លេងហ្នឹងគ្រឿងដែលយើងកំងយកមកដូរគឺយើងត្រូវកំងពីភ្នំពេញទៅដោយសារជាងនៅសៀមរាបគាត់អត់មានទេជាគេហៅថាគ្រឿងបំផ្លាស់ម៉ូតូប្រភេទអស់ហ្នឹងភ្លាមគឺគាត់មានតែឲ្យជាយោបល់យើងកំងពីក្រុងភ្នំពេញមកដើម្បីយកមកដូរនៅសៀមរាបហ្នឹងគាត់អាចជួយដូរឲ្យយើងបានអញ្ចឹងទៅហើយអ្នកដែលគាត់ជិះម៉ូតូធំមកសៀមរាបគាត់ដឹងច្បាស់ហើយថាពេលខូចគ្រឿងបន្លាយគាត់ដឹងណាគឺអត់មានអីក្រៅពីកំងពីភ្នំពេញមកទេអញ្ចឹងបើសិនជាយើងធ្វើតាំងឆ្ងាយធ្វើអីបើសិនជាយើង check up ម៉ូតូយើងមុនបានវាជាការល្អហើយបើសិនជាយើង check ឲ្យអស់ទៅគេហៅថា check full check អីចឹងណាយើងកុំឲ្យមានការថាខ្វះខាតអីមួយសោះព្រោះយើងអត់ដឹងទេអ្នកនរគ្នាពេលខ្លះរបស់ខ្លះយើងធ្វើដំណើរយើងជិះទៅយើងគិតថាវាស្រួលវាមិនមានបញ្ហាប៉ុន្តែយើងនៅតែអត់ដឹងហ្នឹងឯងវាប្រសើរជាយើង check full នៅពូចាំងដីហើយ plan ពួកខ្ញុំបន្ទាប់ហ្នឹងគឺសម្រាប់ការយើងកំងយោតឬ ECU នឹងមកគឺយើងនឹងដូរខ្លួនឯងដោយសារកន្លែងដោះដាក់វាស្រួលដែរវាអត់ចាំបាច់ហើកៅដូចម៉ូតូផ្សេងដោយសារប្រភេទ Harley Davidson ហ្នឹងគឺវារៀងការរៀងស្រាក់ដែរកៅរៀងតិចម៉ាស៊ីននៃខ្សែភ្លើងអីវានៅក្រៅណូកោកអញ្ចឹងយើងស្រួលដោះដូរដែរអញ្ចឹងណាហើយបើតាមខ្ញុំចាំពេលហ្នឹងគ្នាយើងអត់ទាន់ដឹងច្បាស់ហើយព្រោះពេលតើយើងមើលព្រះអាទិត្យហ្នឹងហើយបើយើងគិតដល់រឿងហ្នឹងហើយយើងឆែកជាមួយជាងមួយអីទៅបានគេបញ្ជាក់ថាវាខូចដល់យ៉ូតអញ្ចឹងគឺយើងត្រូវបន្តនៅស្នាក់នៅមួយយប់ទៀតនឹងចាំគ្រឿងមកយើងដូរហើយយើងធ្វើដំណើរមកភ្នំពេញទាំងអស់គ្នាអញ្ចឹងជាក់ស្ដែងសម្រាប់គ្នាយើងគឺយើងមានជំរឿអ្នកខ្លះគាត់មកមុនអ្នកខ្លះត្រូវប្រញាប់អីចឹងប៉ុន្តែពួកខ្ញុំសម្រាប់ចិត្តគឺត្រូវនៅជុំគ្នាទាំងអស់និងធ្វើដំណើរជុំគ្នាមកពេញវិញអត់មានមួយណាមកមុនមួយណាទេនេះសម្រាប់ពួកយើងដែលយើងបានធ្វើអានេះខ្ញុំនិយាយរឿងលឿនតិចទៅដោយសារអីអស់ហ្នឹងគឺវាកើតឡើងក្រោយពេលមើលព្រះអាទិត្យរះហើយចាឥឡូវយើងចូលគុណណៃបាទចូលគេងហើយជួបអ្នកនរគ្នានៅព្រឹកយប់ទី2
Good morning អ្នកទាំងអស់គ្នាអរុនសួស្ដីហើយអ្នកងើបទៅមើលព្រះអាទិត្យរះនេះងើបយូរទៀតបាទសិនណាត់គ្នាម៉ោង4អូសម៉ោង3បាទអត់ទេបាទចេញទៅម៉ោង5កន្លះចឹងយើងធ្វើដំណើរចេញពីអូតែទៅយើងជីគេហៅថារៀងលឿនគូសំដែរបាទដោយសារអត់ចង់បាត់បង់អាកាសហ្នឹងទេដោយសារគោលម្ដងមកសៀមរាបលើកនេះគឺអត់មានអីក្រៅពីមើលព្រះអាទិត្យរះហ្នឹងទេចឹងយើងអត់ចង់ឲ្យខកទេក៏រំលាទុងទៅបន្តិចទៅដើម្បីយើងឆាប់បានទៅដល់ហើយជាក់ស្ដែងផ្លូវដែលយើងធ្វើដំណើរគឺយើងចូលទៅតាមក្រោយអង្គរវិញអ្នកនរគ្នាយើងអត់ទៅតាមផ្លូវមុខទេដោយសារវាអាចជាងស្ទះជាងផ្លូវអង្គរអញ្ចឹងយើងធ្វើដំណើរតាមពលានចាស់នេះគឺងាយស្រួលផ្លូវទលាយហើយយើងអត់ពិបាកទេយើងឆាប់ទៅដល់ហើយមានកន្លែងចតស្រួលទៀតចឹងពីនេះទៅយើងចំណាយពេលប្រហែលជាមិនយូរទេអ្នកនរគ្នា10នាទី5 10នាទីយើងជិះទៅដោយសារព្រលឹមឡើងអត់មានស្ទះអីទេពេលនេះទៅផ្លូវស្រឡះទលាយល្អអានេះយើងមកដល់កន្លែងផ្ញើម៉ូតូហើយអ្នកនឹងឃើញទាំងឡានទាំងម៉ូតូបានណែនក្តាប់តែម្ដងហើយនេះទៅម៉ោងខ្ទង់ម៉ោង5កន្លះណាចូល6ណាហើយពួកខ្ញុំមកនេះរត់ទៅលឿនមកព្រោះខ្លាចផុតម៉ោងព្រោះតាមយើងមើលអាការវិភាគគេទៅដូចជា6ស្ដើងទេវានឹងរះមកកដាលប្រាសាទហ្នឹងឯងកពូលកដាលហើយកាលពេលដែលពួកខ្ញុំទៅនេះគឺមានគេកម្មវិធីម៉ារ៉ាតុងទៀតអញ្ចឹងមនុស្សច្រើនអ្នកអត់នេះទាំងម៉ារ៉ាតុងផងទាំងអ្នកមើលព្រះអាទិត្យរះផងអញ្ចឹងកន្លែងនេះគឺប៊ីរ៉ូសកម្មភាពមើលព្រះអាទិត្យរះ Let's goចឹងលើកនេះជាបទពិសោធន៍ថ្មីមួយដែរសម្រាប់ខ្ញុំព្រោះខ្ញុំមិនដែលមើលទេអ្នកនរគ្នាព្រះអាទិត្យរះនៅអង្គរវត្តនេះព្រះអាទិត្យលិចនៅភ្នំក្រោមខ្ញុំធ្លាប់ប៉ុន្តែព្រះអាទិត្យរះនេះគឺអត់ដែរនេះលើកទី1
ហើយសួរតែពេញចិត្តអត់ពេញចិត្តអ្នកនរនេះគឺជាការតែបាត់តភូតមួយដែលកម្រដែលមួយឆ្នាំមានតែ2ដងទេសម្រាប់នៅក្នុងការវិភាគប្រទេសយើងសម្រាប់ប្រាសាទអង្គរវត្តអញ្ចឹងពេលនេះទៅគឺយើងនៅសល់ម៉ោងច្រើនថ្ងៃទី2គឺព្រលឹមឡើងគឺយើងអត់ទាន់បានហើយញ៉ាំអាហារពេលព្រឹកទេយើងជិះតិចហើយអារម្មណ៍ជិះម៉ូតូពេលព្រឹកនៅក្រោមដើមឈើនេះបាទកម្ររកបានណាហ្នឹងសិតតែអ្នកដែលគាត់ជិះម៉ូតូផ្លូវឆ្ងាយគាត់យល់គាត់ស្វែងរកអារម្មណ៍ហ្នឹងឈៀ relax តិចស្រួលខ្លួនខ្យល់ហើយពេលនេះទៅគឺយើងទៅអង្គុយនៅបឹងមេលាមួយផ្លែតមុននឹងយើងចេញទៅហូបអីហើយពេលនេះទៅយើងត្រាក់ទៅយើងមើលទេសភាពមើលអីទៅហើយអារម្មណ៍ជិះពេលថ្ងៃមួយជិះពេលព្រឹកបាទពេលព្រឹកនេះគឺស្រស់ស្រាយណាស់ជាក់ស្រួលសម្រាប់រយៈគីឡូបាទប្រវែងគីឡូម៉ែត្រសម្រាប់យើងមួយ trip នេះគឺគួរសមដែរចេញពីភ្នំពេញទៅបាត់ដំបងពីបាត់ដំបងទៅសៀមរាបពីសៀមរាបមកភ្នំពេញវិញវាអាចខ្ទង់1000គីឡូវា1000ស្ដើងទេបើសិនជាយើងគេថាមិនជិះត្រេត្រច្រើនយើងជិះតាមផ្លូវយើងរហូតណា map យើងណាចាំពេលនេះទៅយើងជិះផ្លូវកាត់បន្តិចណាស់នេះដោយសារគេកំពុងតែជួសជុលផ្លូវគេមានផ្លូវវាងគេហើយដីខំតែបន្តិចទេយើងបត់ចូលផ្លូវក៏ស្រួលណានេះយើងមកដល់ច្រកចូលហើយយើងអត់ដើរទៅប្រាសាទបឹងមេលាយកហ្មងទេគឺយើងចូលមកចំហៀងវិញហើយយើងជិះម៉ូតូចូលតែម្ដងយើងចូលទៅសម្រាប់មួយផ្លែតហើយអារម្មណ៍នៅនេះពេលព្រឹកព្រលឹមអ្នកនរគ្នាខ្ញុំគិតថាបើសិនជាយើងអាចមានឱកាសយើងមកអង្គុយលេងតែអ្នកនេះយើងមកពីព្រឹកព្រលឹមអញ្ចឹងណាយើងមកប្រាសាទដែលរៀងឆ្ងាយបន្តិចអញ្ចឹងអត់សូវមានភ្ញៀវទេសចរណាមកដល់ទេព្រលឹមឡើងនេះគឺមានតែយើងទេអានេះបើយើងប្រើពាក្យខ្មែរទៅគាត់ន័យថាសឹងថាប្រាសាទមួយយើងមួយវាសឹងអត់មានអ្នកផ្សេងទៀតណាបើពួកខ្ញុំអត់ដើរប្រាសាទទេយើងមកយើងចតម៉ូតូថតរូបតិចតួចហើយគេហៅថាអង្គុយថ្មឹងថ្មាតស្ដាប់សលេងចាបសលេងអីចឹងទៅអាហ្នឹងគេហៅថាពេលវេលាដែលស្ងប់ស្ងាត់ជាងអាច reflect បានបាទហើយនេះ sticker បិទគប់ម៉ូតូកន្លែងនេះមានប៊ីរ៉ូបន្តិចហើយអារម្មណ៍គ្នាយើង relax បន្តិចចុះឥឡូវនេះគឺយើងបកមកពីគេថាដំណើរពេលព្រឹកយើងហើយយើងក៏ធ្វើដំណើរទៅហូបអាហារពេលថ្ងៃដោយសារនេះវាចូលម៉ោងបាយថ្ងៃអ្នកនរគ្នាមិនដឹងថាហៅថាបាយព្រឹកឬបាយថ្ងៃទេចូលថ្ងៃថាបាយថ្ងៃចុះអញ្ចឹងដូចជាពេលហ្នឹងយើង skip បាយព្រឹកមកពេលបាទហើយដោយសារយើងពជានៅមួយថ្ងៃទៀតអ្នកនរគ្នាអញ្ចឹងខ្ញុំសូមបញ្ជាក់ថ្ងៃនេះចូលថ្ងៃទី3ណាដែលអ្នកនរគ្នាឃើញហ្នឹង3យប់ទី3ណា
ចឹង footage ដល់អ្នកទាំងអស់នេះឃើញហ្នឹងគឺជាថ្ងៃដែលយើងបជាមួយថ្ងៃដើម្បីយើងចាំ ECU របស់ម៉ូតូហាក់ឡេហ្នឹងមកចឹងពីនេះទៅគឺយើងសល់ពេលថ្ងៃយើងអត់ដឹងធ្វើអីយើងជិះក្នុងគ្នាទៅលេងប្រាសាទបន្ទាយស្រីខ្ញុំដាក់ map ឲ្យមើលចេះបន្តិចទៅហើយសម្រាប់ប្រាសាទបន្ទាយស្រីបើសិនជាយើងចង់ទៅយើងឆ្ងាយគូសំដែរក្នុងថាយើងចង់ទៅមើលគេថាហុកចម្លាក់ដែលនៅក្បាច់ស្អាតខ្លាំងណាយើងទៅនឹងទៅគឺស្អាតមែនតើក្បាច់ដិតល្អបាទថាយើងមើលទៅឃើញស្អាតល្អមែនតើជីទៅគឺចំណាយពេលគូសំដែរពួកខ្ញុំជីទៅតាមផ្លូវផលិតយន្តហោះថ្មីហ្នឹងគ្រាន់តែយើងវៀងចូលជីតាមផ្លូវអ្នកភូមិហើយផ្លូវនេះស្អាតអ្នកនរខ្ញុំធ្លាប់ជីម្ដងពីរដងដែរខែតិចហើយផ្លូវនេះគេប្រហែលជាតំបរិចថ្មីទេយើងឃើញស្នាមគេឈូសណាគេពងចាក់កស៊ូចឹងពីនេះទៅបើសិនជាអ្នកនរនេះជីខែនេះប្រហែលជាគេអត់តន់ធ្វើឲ្យទាំងស្រុងទេព្រោះពីនេះទៅគេឃើញគេនៅគ្រួហើយទេគេអត់តន់អត់កស៊ូហើយទេព្រោះផ្លូវនេះមើលទៅដូចជាបរិចអ្នកនរគ្នាគេបរិចយ៉ាងធំជាងមុនណាចឹងបើសិនជាបងជីឡានជីម៉ូតូអីយើងប្រយ័ត្នប្រយែងផងសារផ្លូវគេនៅជួសជុលឡើយទេហើយពួកខ្ញុំជិះបានលឿនទេដោយសារយើងម៉ូតូធំយើងប្រយ័ត្នទៅយើងបាច់ទៅពួយលឿនពេកទេហើយពីនេះទៅគឺកស៊ូទេអ្នកនរនេះពីនេះទៅប្រហែលជាពាក់កណ្ដាលផ្លូវទៀតគឺកស៊ូទេសម្រាប់ការជិះម៉ូតូឆ្ងាយនៅសៀមរាបvlog ខ្ញុំចាស់នៅអេពីសូតមុនដែលខ្ញុំធ្វើប្រហែលជាមួយឆ្នាំមុនផ្លូវទាំងអស់នេះខ្ញុំជិះហើយអ្នកនរខ្ញុំជិះហើយបើសិនជាចង់មើល footage នោះចង់មើលមួយឆ្នាំមុនសភាពម៉េចអាចចូលមើល vlog ហ្នឹងបាននៅក្នុង YouTube channel ដែលអូសមកខាងក្រោមតិចទៅឃើញហើយ trip ហ្នឹងខ្ញុំចែកចេញជា3 vlog ហើយកន្លែងនេះយើងឈប់ចាំឲ្យម៉បាទឆ្លងផ្លូវមួយរយៈនឹងអាសាឃើញវីដេអូនៅបណ្ដាញសង្គមបាទអ្នកជិះម៉ូតូស្ព័រប្រភេទចំាំងលឺបាទឲ្យតែគោក្របីឆ្លងផ្លូវគាត់អត់ជិះទេគាត់សឹកចិត្តផលិតម៉ូតូរុញបាទបើមិនចឹងទេឲ្យគោឲ្យក្របីឆ្លងផ្លូវសិនបាទព្រោះអត់បានទេបាទគោក្របីនេះតែលឺសលេងម៉ូតូសំាំងធំបាទរត់មកតែម្ដងបាទមិនដឹងថាគាត់កង់ដោយសារអីទេបាទចឹងពីនេះទៅយើងនៅសល់តែមួយសន្ទុះធំមួយទៀតទេយើងទៅដល់ប្រាសាទបន្ទាយស្រីជាក់ស្ដែងពេលទៅដល់ប្រាសាទបន្ទាយស្រីខ្ញុំអត់បានថតជា footage ទេតែអធិស្ឋានអ្នកនរទេសារពេលនឹងទៅដល់វាក្តៅពេកហើយឡៃតែជក់មើលបាទក្បាច់ប្រាសាទក្បាច់អីខ្លួនឯងដែរបាទអត់បានថតច្រើនចឹងអធិស្ឋានហើយចឹងបើចង់មើលអាចចូលមើលនៅ vlog ចាស់បានហើយការជិះម៉ូតូខែក្តៅគឺវាតែប៉ុណ្្នឹងឯងយើងរៀងក្តៅតិចយើងរៀងឆាប់ហត់តិចអាស្រ័យទៅលើការ endurance របស់យើងបាទន័យថាអាស្រ័យទៅលើការអត់ធ្មត់របស់យើងដែរហើយសម្រាប់ពួកខ្ញុំយើងមកធំបានដោយសារយើងរៀងស្វមដែរហើយនៅមួយផ្លូវវាអត់ស្ទះវាអីតែវាឆ្លាស់ដែរចឹងយើងស្រួលចានេះយើងមកដល់ហើយខ្ញុំមាន footage តែកន្លែងស្ដាប់ភ្លេងបុរាណអ្នកនរគ្នាអធិស្ឋានហងនេះមានកន្លែងនេះមិនតិចទេអត់បានថតប្រាសាទឲ្យមើលទេចឹងពីនេះទៅគឺខ្ញុំមានតែ B-roll ឬក៏ montage បន្តិចទៀតទេនឹងចូលដល់ចុង vlog ចុង vlog ចុងបញ្ចប់នៃ vlog នេះវាចូលខ្ទង់បែប1ម៉ោងជាងហើយចឹងពេលនេះទៅគឺយើងនឹងធ្វើដំណើរចេញទៅក្រុងសៀមរាបវិញហើយយើងនឹងចេញដំណើរមកក្រុងភ្នំពេញវិញចឹងពេលនេះទៅគឺមាន montage មួយហើយយើងនឹងចូលដល់ចុងវីដេអូតែម្ដងបើសិនជាខ្ញុំវាយនៅលើហ្នឹងមកឡោតតំណងអញ្ចឹងសម្រាប់ការតាមដានទស្សនារបស់អ្នកទាំងអស់គ្នាគឺបើសិនជាមើលមកដល់ចុងវីដេអូនេះខ្ញុំសូមសរសើរនេះសិនអ្នកគេថាទ្រាំជាមួយវីដេអូ1ម៉ោងណាពីនេះទៅគឺអត់មានអីទៀតទេយើងនឹងធ្វើដំណើរចេញពីសៀមរាបទៅតាំងកដាយប់តែម្ដងគឺចាប់ពីខ្ទង់ម៉ោង3ទៅ4យប់ដោយសារយើងចង់ដល់ភ្នំពេញរៀងភ្លឺដែរដល់រៀងថ្ងៃតិចទៅយើងនៅសល់ពេលធ្វើអីផ្សេងអញ្ចឹងណាដោយសារយើងពជាមួយថ្ងៃហើយខ្ញុំគិតថាដល់ពេលយើងពជាមួយថ្ងៃទៅខ្ញុំសល់ពេលខ្លះយើងទៅដល់ភ្នំពេញទៅយើងយកពេលធ្វើអីផ្សេងទៀតបានអញ្ចឹងអានេះយើងមកដល់ក្រុងសៀមរាបវិញហើយយើងក៏ចូលសម្រាប់អត់តែ
បន្ទាប់មកយើងនឹងធ្វើដំណើរចេញទៅទាំងយប់តែម្ដង Good morning ចឹងពីនេះទៅគឺអត់មានអីក្រៅពីបដាយផ្ដាំបាទអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនា vlog ហើយសម្រាប់គេហៅថាសារនៃវីដេអូសារនៃវីដេអូហ្នឹងគឺមានអីក្រៅពីបើសិនជាយើងមានគ្នាជាមិត្តភ័ក្តិយើងដើរលេងតាណាតាណីមួយគ្នាជាប្រភេទគេហៅថាមានបញ្ហាតាមផ្លូវជា adventure ផ្សងពេញអីហ្នឹងបាទយើងត្រូវតែលះបង់ជួយគ្នាទៅអាហ្នឹងម្ដងគេម្ដងយើងហើយហ្នឹងក៏ជាមេរៀនសម្រាប់ពួកខ្ញុំមួយដែរការដើរលេងគឺមានន័យក្រៅពីការត្រៀមទុកមុនទេគ្រឿងសម្ភារៈជួសជុលគ្រឿងកង្វះខាតម្ហូបអាហារពួកយើងជិះម៉ូតូដូចគេជិះឡានទេយើងត្រូវត្រៀមនឹងច្រើនជាងដោយសារពេលមានបញ្ហាគឺវាអត់ស្រួលទេដូចឡានវាម្នាក់ម្យ៉ាងអញ្ចឹងពីនេះទៅគឺយើងនឹងធ្វើដំណើរទៅភ្នំពេញវិញហើយមានអីទៀតសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់អត់មានអីក្រៅពីអរគុណទេជាពិសេសអ្នកនៅលើ YouTube បាទ YouTube ទទួលបាន comment ច្រើនមួយវីដេអូសូមអរគុណមែនតើហើយជួយ subscribe ផងជួយចុច follow page like page like វីដេអូនេះផង comment ឲ្យបានច្រើនផងហើយបើពេញចិត្តវីដេអូនឹងប៉ុណ្ណាបង្ហាញអារម្មណ៍ខ្លួនឯងហ្នឹងកុំស្ងាត់ពេកកុំ introvert ពេកយើង skip ម្ដងពេញហ្មងអញ្ចឹងឥឡូវនេះយើងមកដល់ភ្នំពេញហើយចង់និយាយថា trip មួយនេះអែមណាស់អ្នកនរគ្នា3យប់4ថ្ងៃបាទវាមិនសូវរកដាក់ខ្លាំងទេប៉ុន្តែនេះហើយជាបទពិសោធន៍ការដើរលេងបើសិនជាយើងដើរលេងកើតថារលូនពេកគ្មានបញ្ហាសោះវាអត់សុបាយទេជឿខ្ញុំទៅមានបញ្ហាតិចតួចចឹងទៅឲ្យវាយើងចាត់ទុកថានឹងជាការចងចាំនៃ trip នឹងមួយចឹងទៅចឹងសង្ឃឹមថា trip ក្រោយពួកខ្ញុំនឹងទៅខេត្តកោះកុងវីដេអូក្រោយបាយ